តើអ្នកធ្លាប់ឆ្ងល់ទេថាហេតុអ្វីបានជា Dolphin ច្រមុះដបតែបង្ហាញស្នាមញញឹមដ៏គួរឲ្យស្រឡាញ់តើវាពិតជាសប្បាយរីករាយគ្រប់ពេលឬគ្រាន់តែជារូបរាងធម្មជាតិរបស់វាតែប៉ុណ្ណោះថ្ងៃនេះយើងនឹងនាំគ្នាមកស្គាល់សត្វដ៏ឆ្លាតវៃមួយប្រភេទគឺ Dolphin ច្រមុះដបវាមិនត្រឹមតែជាសត្វសមុទ្រដែលគួរឲ្យស្រឡាញ់ប៉ុណ្ណោះទេប៉ុន្តែវាក៏ជាសត្វដែលមានបញ្ញាការទំនាក់ទំនងនិងជីវិតសង្គមដ៏ស្មុគស្មាញដែលធ្វើឲ្យអ្នកវិទ្យាសាស្ត្រមានការភ្ញាក់ផ្អើលជាច្រើនទសវត្សរ៍មកហើយ Dolphin ច្រមុះដបគឺជាថនិកសត្វមិនមែនជាត្រីឡើយនេះមានន័យថាវាដកដង្ហើមដោយប្រើសួតបង្កើតកូននិងបំបើកូនដោយទឹកដោះដូចមនុស្សដែរឈ្មោះច្រមុះដបបានមកពីច្រមុះវែងនិងមូលដែលមានរាងដូចកដបវាមានប្រវែងប្រហែលពី2ម៉ែត្រទៅ4ម៉ែត្រនិងទម្ងន់លើសពី600គីឡូក្រាមអាយុកាលរបស់វាអាចរស់បានពី40ទៅ50ឆ្នាំហើយខ្លះអាចរស់បានយូរជាងនេះ Dolphin ច្រមុះដបរស់នៅស្ទើរតែគ្រប់មហាសមុទ្រនៅលើពិភពលោកយើងអាចជួបវានៅមហាសមុទ្រអាត្លង់តិកមហាសមុទ្រប៉ាស៊ីហ្វិកមហាសមុទ្រឥណ្ឌានិងសមុទ្រមេឌីទែរ៉ាណេខ្លះរស់នៅជិតឆ្នេរខណៈខ្លះទៀតរស់នៅក្នុងសមុទ្រជ្រៅអ្នកវិទ្យាសាស្ត្រចាត់ទុក Dolphin ច្រមុះដបជាសត្វដែលឆ្លាតបំផុតមួយនៅលើផែនដីវាអាចស្គាល់ខ្លួនឯងនៅមុខកញ្ចក់ដោះស្រាយបញ្ហាស្មុគស្មាញចងចាំមិត្តភ័ក្តិបានជាច្រើនឆ្នាំរៀនពាក្យបញ្ជាថ្មីៗបានយ៉ាងលឿនខួរក្បាលរបស់វាមានទំហំធំបើប្រៀបធៀបទៅនឹងទំហំរាងកាយ Dolphin មិនអាចនិយាយដូចមនុស្សទេប៉ុន្តែវាប្រើសំឡេងស៊ីផ្លេសំឡេងចុចនិងភាសាកាយវិការ Dolphin នីមួយៗមានសំឡេងហៅផ្ទាល់ខ្លួនដែលស្រដៀងទៅនឹងឈ្មោះរបស់មនុស្សនៅពេលហៅវាអាចឆ្លើយតបពីចម្ងាយជាច្រើនរយម៉ែត្រសមត្ថភាពពិសេសបំផុតរបស់ Dolphin គឺ echolocation វាបញ្ចេញសំឡេងប្រេកង់ខ្ពស់រលកសំឡេងប៉ះវត្ថុហើយត្រឡប់មកវិញខួរក្បាលរបស់វាបកស្រាយព័ត៌មានទាំងនេះដើម្បីដឹងថាត្រីនៅទីណាចម្ងាយប៉ុន្មានទំហំប៉ុណ្ណាល្បឿនចលនាវាអាចរកចំណីបានទោះបីជានៅក្នុងទឹកសមុទ្រជ្រៅងងឹតក៏ដោយ Dolphin មិនចូលចិត្តរស់នៅតែម្នាក់ឯងទេវាបង្កើតក្រុមហៅថា pod នៅពេលបរបាញ់វាសហការគ្នាបានយ៉ាងអស្ចារ្យខ្លះបង្កើតរង្វង់ពពុះដើម្បីបង្ខំឲ្យត្រីប្រមូលផ្ដុំគ្នាខ្លះទៀតចាំចាប់ត្រីនៅច្រកចេញវាបង្ហាញថាវាធ្វើការងារជាក្រុមដ៏ល្អរយៈពេលមានផ្ទៃពោះប្រហែល12ខែជាធម្មតាវាសម្រាលកូនម្ដងមួយកូន Dolphin ត្រូវរៀនហែលទឹកដកដង្ហើមស្វែងរកអាហារទំនាក់ទំនងមេរក្សាកូនរហូតដល់ជាច្រើនឆ្នាំទោះបីជាមានភាពឆ្លាតវៃក៏ដោយ Dolphin នៅតែមានសត្រូវដូចជាឆ្លាមធំត្រីបលែនប្រភេទ Orca និងការគំរាមកំហែងដ៏ធំបំផុតគឺមនុស្សសប្តាហ៍ថ្ងៃនេះ Dolphin ប្រឈមមុខនឹងបញ្ហាជាច្រើនសំណាញ់នេសាទផ្លាស្ទិកក្នុងសមុទ្រការបំពុលទឹកសម្លេងនាវានិងការប្រែប្រួលអាកាសធាតុបញ្ហាទាំងនេះកំពុងធ្វើឲ្យចំនួន Dolphin នៅតំបន់ជាច្រើនមានការធ្លាក់ចុះរយៈពេលជាច្រើនទសវត្សរ៍ Dolphin ត្រូវបានចាត់ទុកថាជាមិត្តរបស់មនុស្សមានរឿងជាច្រើននិយាយថា Dolphin បានជួយអ្នកហែលទឹកនិងអ្នកនេសាទគ្រោះថ្នាក់ទោះបីមិនមែនគ្រប់រឿងសុទ្ធតែអាចបញ្ជាក់បានដោយអ្នកវិទ្យាសាស្ត្រក៏ដោយក៏មានករណីដែលបានកត់ត្រាថា Dolphin បានជួយការពារមនុស្សពីត្រីឆ្លាមឬដឹកនាំអ្នកដែលវង្វេងឲ្យត្រឡប់ទៅកាន់ឆ្នេរវិញការការពារ Dolphin គឺជាការការពារមហាសមុទ្រយើងអាចចូលរួមដោយកាត់បន្ថយការប្រើប្រាស់ផ្លាស្ទិកគាំទ្រការអភិរក្សសមុទ្រកុំបោះសំរាមចូលទឹកគោរពសត្វព្រៃនៅពេលទស្សនារាល់សកម្មភាពតូចៗរបស់យើងអាចជួយសង្គ្រោះជីវិតសត្វសមុទ្របាន Dolphin ច្រមុះដបមិនគ្រាន់តែជាសត្វដែលមានស្នាមញញឹមដ៏ស្រស់ស្អាតប៉ុណ្ណោះទេវាក៏ជាសត្វដែលមានបញ្ញាសង្គមការទំនាក់ទំនងនិងអារម្មណ៍ដ៏អស្ចារ្យការយល់ដឹងពីវាមិនត្រឹមតែធ្វើឲ្យយើងស្គាល់សត្វមួយប្រភេទបន្ថែមទៀតទេប៉ុន្តែថែមទាំងរំលឹកយើងថាមហាសមុទ្រគឺជាផ្ទះរបស់សត្វរាប់លានប្រភេទដែលសមនឹងការទទួលបានការថែរក្សាពីមនុស្សគ្រប់រូប